មួយរយៈនេះទេខ្ញុំសាច់រហូតអញ្ចឹងនេះមកស្លរបៀបរៀងសាបសាបវិញម្ដងដោយសារតែបកាហើយនឹងសាច់យើងមាននៅក្នុងទូហើយស្រាអញ្ចឹងមកសម្រាប់ចិត្តប្រមូលស្លអស់ហ្មងទៅកុំឲ្យសល់ខូចសាច់ខូចបកាអីអញ្ចឹងជាដំបូងយើងមកលាងសាច់លាងបកាឲ្យស្អាតហើយចាប់ផ្ដើមហាន់សាច់ជ្រូកសម្រាប់សាច់ជ្រូកនេះយក3ជាន់ណានិយាយទៅរបស់របរនេះខ្ញុំមានក្នុងទូភាគច្រើនអញ្ចឹងខ្ញុំអត់សូវហត់ទិញទេអញ្ចឹងយើងប្រមូលមកអស់មកហើយបន្លែប្លុកថ្ងៃហ្នឹងឃើញដើរទៅផ្សារវាល្អមែនតើហ្មងយើងដើរទៅរកពេលព្រឹកចំណែកសាច់ហើយនឹងបកាអានឹងយើងមាននៅក្នុងទូស្រាប់ពេកអញ្ចឹងចាប់ផ្ដើមលាងបន្លែលាងអេស្អាតណាសម្រាប់បន្លែនេះខ្ញុំដាក់តិចតិចទេប៉ុន្តែពេលស្លទៅឡើងមួយឆ្នាំងពេញហ្មងហើយគិតថាស្លតែបន្តិចមែនតើហ្មងសម្រាប់បន្លែខៀវវិញខ្ញុំយកតែស្លឹកបាសហើយនឹងស្អំហើយប៉ុន្តែស្អំមាននៅក្នុងទូអញ្ចឹងខ្ញុំអត់បានយកមកលាងទេអញ្ចឹងលាងតែស្លឹកបាសហ្នឹងហើយបន្តមកទៀតយើងមានបន្លែប្លុកបានលាងហើយមិញហ្នឹងផ្សិតច្បាងអីខ្ញុំអត់ចិត្តទេណាដោយសារវាតូចតូចអញ្ចឹងយើងមកចិត្តបន្លែណាដែលត្រូវដាក់សម្រាប់ក្តឹបប្លុកវិញខ្ញុំចិត្តជាប្រទេសរៀងក្រាស់ដែរដោយសារវាជាប្រភេទបន្លែអត់សូវរឹងសម្រាប់ត្រាវវិញយើងកាត់ជាដុំរៀងតូចតូចល្មមអាហ្នឹងយើងដាក់មុនគេអញ្ចឹងរៀងត្រឹសបន្តិចក៏បានដែរតែកុំធំពេកមកល្មមប៉ុណ្ណឹងមកហើយនឹងល្ពៅវិញកាត់ដុំតូចតូចដូចគ្នាប្រហែលត្រាវសម្រាប់បន្លែខៀវវិញបើបងប្អូនចង់បន្ថែមស្លឹកងប់ស្លឹកអីទៀតក៏បានដែរនិយាយទៅស្លប្រហើបើយើងដាក់បន្លែខៀវច្រើនទៅតែឆ្ងាញ់តែខ្ញុំមាន2មុខហ្នឹងខ្ញុំដាក់2មុខហ្មងទៅហើយបន្តមកទៀតយើងចាប់ផ្ដើមមកហាន់អានោមួយម្ដងសម្រាប់អានោយើងហាន់យករៀងធំធំដោយសារវាដាក់តាមផ្លែតលើអញ្ចឹងយើងហាន់ឲ្យរៀងធំធំតិចមកស្នៀតពោតយើងហាន់ល្មមដែរអញ្ចឹងបន្លែយើងបានរៀបចំរួចហើយបន្តមកទៀតយើងមកចាប់ផ្ដើមដាំទឹកម្ដងទឹកខ្ញុំយកមួយចានណាហើយបន្តមកទឹកពុះយើងចាប់ផ្ដើមជ្រុំប្រហុកហើយដាក់បន្លែរឹងចូលមានត្រាវមានស្នៀតពោតមានល្ពៅអញ្ចឹងបន្តមកយើងគ្របទុកឲ្យវាពុះឆ្អិនសិនទៅផ្ទះខ្ញុំស្លភាគច្រើនខ្ញុំអត់សូវដាក់ប្រហុកទេដោយសារវាដាក់ទៅរៀងចំពុះច្រើនអញ្ចឹងភាគច្រើនខ្ញុំស្លតែទឹកត្រីស្លតែអីទេប៉ុន្តែថ្ងៃហ្នឹងសាកដាក់ម្ដងទៅហើយបន្តមកទៀតយើងដាក់បកាចូលមកហើយដាក់បន្លែទុនចូលតាមក្រោយមកព្រោះជាការស្រេចហើយយើងកូរមកសន្ទុះហើយដាក់គ្រាប់វាទុកហ្នឹងទៅជាចុងក្រោយយើងបង់តែបន្លែស្លឹកហើយបន្ថែមសាបប្រៃតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនមករួចហើយតែមួយមុខនេះខ្ញុំយករៀងសាបដែរដោយសារមួយថ្ងៃនេះញ៉ាំរបៀបជាជ្រក់ជាសាច់អីច្រើនពេកហើយចុងក្រោយយើងបន្ថែមតែផ្សិតច្បាងហើយនឹងគ្រឿងមករួចជាការស្រេចហើយសម្រាប់គ្រឿងនេះខ្ញុំទិញគេយកមកបុកខ្លួនឯងណាវាឈ្ងុយគ្រឿងដែលយើងទិញគេវាអត់សូវឈ្ងុយទេហើយយើងដាក់ស្លឹកបាសហើយនឹងស្អំមករួចជាការស្រេចហើយកូរតាមមួយផ្លែតមកទុកឲ្យវាពុះមកមុខនេះធ្វើឲ្យគឺឈ្ងុយមែនតើហ្មងអញ្ចឹងបងប្អូនមានបកាមានសាច់មានអីសល់នៅក្នុងទូប្រមូលធ្វើអស់មកកុំឲ្យខាតដល់ពេលយើងប្រមូលធ្វើអញ្ចឹងពេលយើងទៅទិញបន្លែទិញអីអស់តាបន្តិចហ្នឹងគ្រប់បាត់ហើយដូចថ្ងៃនេះអញ្ចឹងខ្ញុំទិញអស់ដូចជា10000ណាបន្លែហ្នឹងតែសាច់ហើយនឹងបកាយើងអត់គិតទេគិតតែបន្លែឥឡូវស្លយើងបានពុះតែប៉ុណ្្នឹងមករួចជាការស្រេចហើយដួសដាក់ចានហើយមានម្ទេស 4-5 គ្រាប់ទៀតមកតែខ្ញុំថ្ងៃនេះភ្លេចទិញអស់លេងហ្មងបងប្អូនអាចសាកធ្វើបាន